សួស្តីអ្នកស្ដាប់ទាំងអស់គ្នាលើនេះយើងបានឈានមកដល់ប្រធានបទថ្មីជាលើកទី2ហើយនៅក្នុងពិភពលោកសម័យថ្មីនេះយើងហាក់ដូចជាកំពុងរត់ប្រណាំងនឹងពេលវេលារាល់ថ្ងៃយើងត្រូវប្រឈមនឹងការងារការសិក្សានិងសម្ពាធមិនចេះចប់ពីបណ្ដាញសង្គមដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនទាន់គ្រប់គ្រាន់តើអ្នកធ្លាប់មានអារម្មណ៍ថាថាមពលក្នុងខ្លួនហាក់ដូចជាអស់រលីងមុនពេលថ្ងៃបញ្ចប់ដែរឬទេបញ្ហានៃការរស់នៅប្រចាំថ្ងៃក្នុងសម័យកាលនេះមិនមែនជារឿងធំដុំណាមួយនោះទេប៉ុន្តែវាជារឿងតូចតាចដែលប្រមូលផ្ដុំគ្នាការដោះស្រាយបញ្ហាទាំងនេះមិនមែនទាមទារឲ្យយើងមានកម្លាំងខ្លាំងក្លាអ្វីឡើយតែវាទាមទារនៅអ្វីដែលហៅថាភាពស្ងប់ស្ងាត់ក្នុងចិត្តទី1ការកំណត់ព្រំដែន Digital ក្នុងសម័យដែលយើងត្រូវតភ្ជាប់ជាមួយអ៊ីនធឺណិតគ្រប់ពេលវេលាការមិនដាច់ទំនាក់ទំនងគឺជាបញ្ហាធំមួយព័ត៌មានហូរចូលឥតឈប់ឈរធ្វើឲ្យខួរក្បាលយើងអស់កម្លាំងការដោះស្រាយដ៏ល្អបំផុតគឺការបិទការជូនដំណឹងដែលមិនចាំបាច់បិទការតាមដានជីវិតអ្នកដទៃនៅលើបណ្ដាញសង្គមដែលធ្វើឲ្យអ្នកមានអារម្មណ៍អវិជ្ជមានកុំឲ្យសម្លេងពិភពលោកខាងក្រៅមកកំណត់តម្លៃជីវិតរបស់អ្នកទី2ការផ្ដោតលើបច្ចុប្បន្នភាពមនុស្សភាគច្រើនរស់នៅដោយមានចិត្តពីររាងកាយនៅទីនេះប៉ុន្តែចិត្តរត់ទៅអតីតកាលដែលឈឺចាប់ឬអនាគតដែលគួរឲ្យខ្លាចការដោះស្រាយបញ្ហាផ្លូវចិត្តដ៏សាមញ្ញបំផុតគឺការធ្វើអ្វីមួយក្នុងពេលតែមួយបើអ្នកកំពុងញ៉ាំបាយចូលញ៉ាំឲ្យដឹងរសជាតិបើកំពុងធ្វើការចូលធ្វើឲ្យដឹងពីកិច្ចការនោះការផ្ដោតអារម្មណ៍នេះនឹងជួយកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើនទី3ការទទួលស្គាល់ភាពមិនល្អឥតខ្ចោះយើងតែងតែចង់ឲ្យអ្វីគ្រប់យ៉ាងរលូនប៉ុន្តែជីវិតសម័យថ្មីមានភាពច្របូកច្របល់ជានិច្ចនៅពេលដែលអ្នកជួបបញ្ហាសូមកុំបន្ទោសខ្លួនឯងការដោះស្រាយបញ្ហាគឺការទទួលស្គាល់ថាថ្ងៃនេះអាចនឹងមិនមែនជាថ្ងៃល្អបំផុតហើយវាមិនអីទេអ្នកមិនចាំបាច់ត្រូវតែល្អឥតខ្ចោះដើម្បីមានតម្លៃនោះការទទួលយកនូវភាពមិនល្អឥតខ្ចោះគឺជាជំហានដំបូងនៃការរស់នៅដោយក្តីសុខជាចុងក្រោយការរស់នៅប្រចាំថ្ងៃមិនមែនជារឿងនៃការសម្រេចគោលដៅធំរាល់ថ្ងៃនោះទេវាគឺជារឿងនៃការសន្សំភាពតូចតាចនៃក្តីសុខព្យាយាមរកពេលវេលាឲ្យខ្លួនឯងបានដកដង្ហើមស្វែងរកភាពស្ងប់ស្ងាត់ក្នុងចន្លោះពេលនៃការងារជីវិតមានភាពស្មុគស្មាញប៉ុន្តែការដោះស្រាយវាមិនចាំបាច់ស្មុគស្មាញតាមនោះទេគ្រាន់តែរស់នៅដោយមានស្មារតីច្បាស់លាស់នោះអ្នកនឹងរកឃើញពន្លឺក្នុងថ្ងៃដែលងងឹតបំផុតអរគុណដែលបានចំណាយពេលស្ដាប់ខ្ញុំនៅថ្ងៃនេះតើថ្ងៃនេះអ្នកបានផ្ដល់ពេលវេលាខ្លះឲ្យខ្លួនឯងមានភាពស្ងប់ស្ងាត់ហើយឬនៅ